ស្និកជនយកបន្តរឿងរ៉ាវព័ត៌មានកីឡាជាតិជាបន្តទៀតនេះដែរចា៎គឺអ្នកគ្រប់គ្រងផ្ទាល់ជនពីការខ្សោយសតិបញ្ញាសូមមកយកចិត្តទុកដាក់នៅក្នុងការបីបាច់ថែរក្សានិងផ្ដល់ឱកាសឲ្យពួកគាត់បានហ្វឹកហាត់និងចូលរួមនៅក្នុងការប្រកួតនានាឯកឧត្តមសាមសុខារដ្ឋលេខាធិការក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាជាអនុប្រធានគណៈកម្មាធិការជាតិ Special Olympic កម្ពុជាបានធ្វើការអំពាវនាវទៅដល់ចាអនុគណៈកម្មការ Special Olympic ចារាជធានីខេត្តក៏ដូចជាខេត្តដែលពុំទាន់បានចូលរួមជាសមាជិកអនុគណៈកម្មការចា Special Olympic ព្រមទាំងអង្គការសមាគមនានាដែលគ្រប់គ្រងផ្ទាល់ជួយទៅដល់ជនពិការចាខ្សោយសតិបញ្ញាសូមមកចូលរួមនៅក្នុងការបីបាច់ថែរក្សានិងផ្ដល់ឱកាសឲ្យពួកគាត់បានហ្វឹកហាត់និងមានការចូលរួមនៅក្នុងការប្រកួតនានាដែលគណៈកម្មាធិការជាតិ Special Olympic កម្ពុជាបានចារៀបចំទៅតាមកម្មវិធីជារៀងរាល់ឆ្នាំឯកឧត្តមសាមសុខាបានស្នើឡើងបែបនេះនៅក្នុងសន្និសីទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ2024និងទិសដៅបន្តឆ្នាំ2025របស់គណៈកម្មការជាតិ Special Olympic កម្ពុជានៅពេលថ្មីៗនេះនៅទីស្តីការក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាឯកឧត្តមរដ្ឋលេខាធិការក៏បានបញ្ជាក់ថាដើម្បីរួមចំណែកនិងលើកស្ទួយវិស័យកីឡាជនចាក់ខ្សោយបញ្ញាគណៈកម្មការជាតិ Special Olympic កម្ពុជាបានយកចិត្តទុកដាក់ពង្រឹងចលនា Special Olympic ទៅដល់បណ្ដាខេត្តនានានិងបណ្ដុំបណ្ដាមន្ត្រីជំនាញដើម្បីវិតម្លៃប្រភេទចាប់ពីការភាពនិងការហ្វឹកហាត់នៅក្នុងគោលបំណងផ្ដល់ឱកាសទៅដល់ជនខ្សោយសតិបញ្ញាបានចូលរួមនៅក្នុងសកម្មភាពសង្គមតាមវិស័យកីឡាដើម្បីបម្រើសុខុមាលភាពរបស់ពួកគាត់មិនតែប៉ុណ្ណោះយើងបានធ្វើការសហការជាមួយនឹងអង្គការសមាគមនានាដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញាដើម្បីផ្ដល់ឱកាសឲ្យក្មួយៗជនមានពិការភាពចាស់ខ្សោយសតិបញ្ញាបានហ្វឹកហាត់និងចូលរួមនៅក្នុងការប្រកួតកីឡាជនមានពិការភាពដទៃទៀតនិងជនមិនមានពិការភាពផងដែរនេះគឺជាការឆ្លុះបញ្ចាំងនៅការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនមានពិការភាពនិងបានចូលរួមចំណែកនៅក្នុងការអនុវត្តច្បាប់ស្តីអំពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិពិការភាពកម្ពុជាលោកឃ្លាំងចន្ទធូអគ្គលេខាធិការគណៈកម្មាធិការជាតិ Special Olympic កម្ពុជាបានគូបញ្ជាក់ដែរថានៅក្នុងឆ្នាំ2024កន្លងទៅគណៈកម្មការជាតិចា Special Olympic កម្ពុជាសម្រេចបានការងារធំជាច្រើនតាមផែនការដែលថ្នាក់ដឹកនាំបានដាក់ជូនហើយផែនការសកម្មភាពនៅក្នុងឆ្នាំ2025នេះគណៈកម្មាធិការជាតិ Special ចា Olympic កម្ពុជាបដិញ្ញាចាសម្រេចឲ្យបានទៅតាមការចង្អុលបង្ហាញថ្នាក់ដឹកនាំដើម្បីផ្ដល់ជូននៅកិច្ចគាំពារសុខភាពការបណ្ដុះចាធនធានមនុស្សហ្វឹកហាត់ពិសេសគឺខិតខំបង្កើតនៅព្រឹត្តិការណ៍ប្រកួតផ្ដល់ឱកាសឲ្យកីឡាករកីឡាការិនីជនខ្សោយចាសតិបញ្ញាចូលរួមនិងជ្រើសរើសទៅតាមកីឡាក៏ដូចជាការប្រកួតទៅលើឆាកជាតិក៏ដូចជាប្រកួតនៅលើឆាកអន្តរជាតិផងដែរ